បើក្នុងជំរាបសួរបងប្អូនទាំងគ្នានេះមកជួប vlog ខ្ញុំសារជាថ្មីហើយនេះមក review ហាងមួយកន្លែងដែលជាអាណាប្រភេទអាហារជប៉ុនណានៅខាងសាខាបឹងកេងកងមួយនៅផ្លូវ360កែងនឹង Pasteur និយាយទៅគឺប្រភេទអាហារលក្ខណៈបែបជប៉ុនហើយដែលយើងឆានៅលើខ្ទះណាបងប្អូនយើងមកដំណងណានិយាយទៅគឺបែបលក្ខណៈថាយើងមកភ្លក់រសជាតិថ្មីថ្មីអញ្ចឹងណានិយាយទៅវាមានប្រភេទបាយឆាស្ប៉ាហ្គាទីហ្នឹងគឺច្រើនហើយតោះបងប្អូនទៅមើលហាងរបស់គេគឺនៅក្នុងហាងរបស់គេហ្នឹងវានិយាយទៅគឺស្អាតហើយមានអតិថិជនអីមកនេះពេលថ្ងៃត្រង់ហើយគេមកញ៉ាំបាយញ៉ាំអីចឹងណាពេលថ្ងៃត្រង់យើងអាចញ៉ាំអីបាយត្រង់ហ្នឹងក៏បានដែរហើយតម្លៃអីសមរម្យទេហើយទិដ្ឋភាពហាងគេនិយាយទៅស្អាតមានកន្លែងអង្គុយច្រើនមានកន្លែងអង្គុយខាងក្នុងខាងក្រៅអីចឹងណាដូចបងប្អូនបានឃើញចឹងហើយម្ដងយើងកន្លែងអង្គុយសិនទៅយើងអង្គុយបាត់ហត់ទៅណាហើយទីធ្លាគេធំទលាបន្តមកយើងធ្វើការកំងអាហារគេទៅគេដាក់តម្លៃនៅលើនឹងស្រាប់មានច្រើនមុខម្ហូបហើយទៅនៅកន្លែងហើយគេមានជាឈុតអីដែរដែលយើងអាចកំងជាឈុតអីក៏បានដែរនៅខាងហាងគេហ្នឹងណាហើយបន្ទាប់ពីយើងកំងហើយក៏យើងធ្វើការរងចាំយើងអង្គុយលេងថតរូបថតអីចឹងណានិយាយគ្នាលេងចឹងទៅហើយផ្លែនេះនិយាយទៅគឺច្បាស់កម្មវាលឿនណាស់ម្ដងយើងអង្គុយចាំនៅផ្លែនេះហើយអានេះគេហៅថាបាយឆាសេកូណាហើយនិយាយទៅគឺឈ្មោះគេពេញគេហៅថា beef pepper rice ហ្នឹងបាយឆាសេកូហ្នឹង beef pepper rice គេនេះនិយាយទៅគឺគេឲ្យយើងឆាសិនគេយើងឆាលើកហើយសម្លេងនិយាយទៅគឺអូតំណលើសម្លេងឆាក្តៅអានេះមានទឹកស៊ុបគេទៀតណានិយាយទៅតំណណាឃើញញ៉ាំមួយកូកាអីហ្នឹងគឺឆ្ងាញ់ណាស់ជាតិណានិយាយទៅពីអ្នកនេះគេតំការថ្មីថ្មោងអញ្ចឹងប្តីប្រពន្ធគេស្គីតឡប់ទៅហៅបាយឆាដូចគ្នាបាយឆាសេកូមានថែមពុតលីងអីចឹងណាបែបលក្ខណៈឆាលើផ្ទះផ្លែអញ្ចឹងយើងឆាខ្លួនឯងទៅផ្លែទៅដូចគ្នាពីអ្នកគេហៅបាយឆាដូចគ្នាហើយនងណាបាយឆា beef pepper rice របស់គេហ្នឹងណាទៅយើងឆាគោអីចឹងទៅដល់គោចប់អីទៅយើងក៏ញ៉ាំតាមហ្នឹងទៅហើយទៀតមកប្រភេទនេះទៀតអានេះគេហៅថាបាយឆាជាមួយនឹងពពាហើយនឹង scallop និយាយទៅបើឈ្មោះវាគឺ scallop and prawn ហើយមាន cheese curry sauce ទៀតគឺមាន cheese ដាក់ទឹកការីរបស់គេនៅលើហ្នឹងដល់យើងឆាសិនកោសិនបន្ទាប់យើងកោសពអីហើយនៅលើអាបាយឆាបាយនេះយើងឆាវាចូលជាសក់ឲ្យហើយចឹងណាបន្ទាប់មកបានយើងដាក់អ្នក cheese គេអ្នកទឹកសក់គេការីរបស់គេហ្នឹងណាយើងរោយលើតាមចិត្តយើងចង់ទៅហើយពុនមកខ្ញុំក៏រោយច្រើនមែនតើហ្មងវាតំណងពេញណាវាមានពពាហើយនឹង scallop របស់គេនេះទៅឆ្ងាញ់បែបវាទៅផ្លែភ្នែកមិនដែលយើងបានធ្វើអារសជាតិបែបអញ្ចឹងណាហើយនេះមកមួយទៀតហើយគឺប្រភេទchicken and គេអានេះគឺ sausage វា pasta bowl អានេះ chicken sausage pasta bowl ហ្នឹងគឺវាយើងនិយាយទៅ spaghetti មួយសាច់ក្រកអីហ្នឹងណាមួយមាន់ហើយយើងឆាដូចគ្នាតែយើងឆាទៅឆាមកសម្លេងសួយស្អិតអីឆ្ងល់ហ្មងណាគឺទៅបងឃើញអញ្ចឹងណាបងឆ្ងាញ់ណានិយាយទៅផ្លែភ្នែកតើយើងឆាយើងរោយទឹកសោះនេះពីលើអញ្ចឹងណាញ៉ាំមានអីទៅនិយាយទៅហើយបើមកយើងកូរយើងឆាម្ដងទៀតយើងចូលកូរវាចូលជាតិចូលអីអញ្ចឹងណានិយាយទៅហើយឆ្ងាញ់និយាយទៅផ្លែមាត់ហើយនិយាយទៅយើងញ៉ាំមួយនិយាយទៅភ្លក់រីខ្លួននឹងភ្លក់បាយឆានេះតិចបាយនោះតិចនិយាយទៅចែកគ្នាភ្លក់ណានិយាយទៅហើយផ្លែមាត់និយាយទៅមកហាងខាងប្រភេទតែ Pepperland គេហ្នឹងប្រភេទដូចជាម្ហូបអាហារប្រភេទជប៉ុននិយាយទៅហ្នឹងហើយនេះយើងដល់វគ្គយើងញ៉ាំហើយយើងឆាចែកហើយយើងញ៉ាំម្នាក់ម្ដងអញ្ចឹងណាហើយនិយាយទៅយើងភ្លក់ទៅវិញទៅមកហើយឆ្ងាញ់ហ្នឹងនិយាយទៅញ៉ាំដកម៉ត់តែញ៉ាំណាមួយដាក់ឡើងសល់ទេបាទខ្ញុំនេះដល់វគ្គខ្ញុំញ៉ាំម្ដងដែរហើយបាទក្រៀនហើយម៉ោង7:01ហើយអញ្ចឹងជាស្លាប់អាជីគេមួយពពាស្កាឡប់អីគេហ្នឹងគឺចំណងណាហើយតម្លៃគឺថ្លៃទេ10រៀលជាង11រៀលអីគឺទូថ្លៃទេតម្លៃគេមានតែឲ្យដូចស្ប៉ាទីនេះ7-8រៀលទេទៅនឹងហើយតើមកយើងហ្នឹងយើងបាយអាហារថ្ងៃត្រង់ជុំគ្នានៅហាងគេចឹងម្ដងទៅផ្លែមាត់ហ្នឹងណាកុំឲ្យ stress ពេកហើយពុនខ្ញុំឡើយនិយាយខ្ញុំអត់ដឹងខ្ញុំលួចលក់របស់គាត់ទេនិយាយចុចឡើងលួចភ្លក់មួយនិយាយចុចឡើងលួចភ្លក់មួយទៀតអញ្ចឹងមកឡប់វិញបងប្អូនចង់ទៅញ៉ាំអីកុំភ្លេចចូលញ៉ាំនៅហាង Pepperland នៅខាងបឹងកងមួយណាគឺឆ្ងាញ់អាហាររបស់គេមានច្រើននិយាយទៅខ្ញុំនឹងទៅម្ដងទៀតដែរព្រោះនៅសល់តែអត់បានញ៉ាំអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេជម្រាបលាអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ